បាទសួស្តីអ្នកក្លានទាំងអស់គ្នាថ្ងៃនេះយកមកបន្តសាច់រឿងអ្នកចម្បាំងលោហិតនាក្រាចភាគទី10ជាបន្តទៅទៀតប្រសិនបើអ្នកក្លានចូលចិត្តកុំភ្លេចជួយចុច like និង subscribe ឲ្យ admin ម្នាក់មួយផងណាចាប់ផ្ដើមឡើងនៅក្នុងភាគនេះគឺប៉ៃកំពុងតែនិយាយចំអកទៅកាន់ស៊ូមឹងឡុងអូយអាចៅធំមកលេងជាមួយនឹងជីតាតុយរបស់ឯងទេស៊ូមឹងឡុងផឹកទឹករួចហើយងាកមើលទាំងមិនខ្វល់ខ្វាយជាមួយនឹងប៉ៃរួចហើយក៏បានដើរចេញទៅយ៉ាអានេះវាមើលស្រាលខ្ញុំតាប៉ៃគេមានកំហឹងមែនតើលោតទៅស្មានតែខ្លាំងមានណាទៅខំកន្ទុយរបស់គេហើយមើលមៀតខ្លួនឯងឡើងតូចស៊ូមឹងឡុងវាលើកមកមើលទៅហើយក៏វាត់ប៉ៃខ្ទប់នឹងថ្មសម្បីតែលីនលៃក៏បារម្ភខ្លាំងដែរហើយយើងក៏បានឃើញការផ្លាស់ប្ដូរទម្រង់រាងកាយរបស់ប៉ៃរាងធំជាងមុនអំណាចជាងមុនបន្តិចលីនលៃក៏ឆ្ងល់តើប៉ៃពិតជាអាចធំឡើងបែបនេះតើលីនក៏ប្រាប់ថានេះគឺជាបច្ចេកទេសសម្ងាត់របស់កណ្ដុរសមោលពណ៌ស្វាយស៊ូមឹងឡុងឃើញប៉ៃផ្លាស់ប្ដូររាងកាយបែបនេះគេក៏បានផ្លុំភ្លើងគម្រាមមួយទៅហើយចំហាយនៃការផ្លុំភ្លើងនេះមើលទៅពិតជាខ្លាំងលីនលៃដឹងថាវាគឺជាកម្លាំងវេទមន្តកម្រិត6តើប៉ៃគេមិនអីទេមើលទៅកាន់ប៉ៃវិញលោតមកយ៉ាងលឿនខ្ញៅទៅលើខ្នងរបស់ស៊ូមឹងឡុងមកឆ្វាញ់ប្រើរបឿនដ៏លឿនស្ទុះទៅម្ដងទៀតពំបានសាញ់ម្ដុំលេបចូលមាត់ក្អឹងមើលទៅកាន់នាគស៊ូមឹងឡុងនឹងងាកក្រោយវត្តទៅកាន់ប៉ៃមកកន្ទុយផ្លោងខ្ទប់នឹងថ្មលីនលៃក៏បារម្ភប្រតិចាប្រាប់ថាកំរំអីកណ្ដុរសមោលពណ៌ស្វាយមានសមត្ថភាពការពារអស្ចារ្យណាស់ការវាយប្រហារនេះគឺមិនអាចធ្វើអីទៅកាន់គេបាននោះទេប៉ុន្តែកម្លាំងរបស់ស៊ូមឹងឡុងគឺខ្លាំងជាងប៉ៃទៅទៀតបើសិនបើបន្តនៅបែបនេះប៉ៃប្រកាសជាមិនល្អនោះទេតែប្រតិយាទើលិននៅតែប្រាប់ថាមិនចាំបាច់បារម្ភមើលទៅកាន់ការប្រយុទ្ធវិញប៉ៃគឺនៅតែអាចធ្វើចលនាបានលឿនដដែលគឺដូចជាប្រតិយាទើលិនក៏និយាយអញ្ចឹងការវាយប្រហារប៉ុណ្ណឹងគឺមិនអាចធ្វើអីទៅកាន់ប៉ៃបាននោះទេស្ទុះទៅឆ្វេងស្ដាំស៊ូមឹងឡុងឡើងចង់វិលមកទៅហើយលិនលៃក៏ឆ្ងល់ប៉ៃកំពុងតែធ្វើអីប្រតិយាគាត់ប្រាប់ថាប៉ៃកំពុងតែរៀបចំការវាយប្រហារចំណុចខ្វាក់ទៅកាន់ស៊ូមឹងឡុងមើលទៅការប្រយុទ្ធមិញហ្នឹងគឺគ្រាន់តែជាការតេស្តសាកល្បងរបស់ប៉ៃប៉ុណ្ណោះពេលនោះប៉ៃទៅឆ្វេងស្ដាំក៏ស្រាប់តែខ្ញៅទៅលើជើងក្រោយរបស់វាធ្វើឲ្យវាងាកមើលជើងមកខាងទៀតងាកមើលរកមិនឃើញប៉ៃនោះទេប៉ុន្តែប៉ៃគឺបាននៅលើឯណោះលោតមកទុំលើក្បាលរបស់វាក្រវីកវ័នក៏ប៉ុន្តែពេលនោះប៉ៃក៏បានកាត់ស្នែងនៅលើក្បាលរបស់វាកន្លែងនឹងបាត់ទៅហើយធ្វើឲ្យស៊ូមឹងឡុងនឹងវាខឹងមែនតែម្ដងលោតទៅចង់វាយក៏ប៉ុន្តែមិនការនោះទេពីព្រោះប៉ៃញ៉ៃមែនតែរហូតដល់ដួលខ្លួនឯងបាស់ជើងតណែងងើបឡើងគឺបានដាក់មេប្រូចរត់យកតែម្ដងប៉ៃថាយេអាចៅធំឯងចង់រត់យើងត្រូវចាប់ឯងទៅដូរជើងជ្រូកធំរបស់យើងណាប៉ៃក៏បានដេញតាមលីនលៃគាត់ឃើញបែបហ្នឹងក៏បានស្រែកថាប៉ៃឈប់ដេញតាមទៅត្រឡប់មកវិញប៉ុន្តែមិនតន់នោះទេគឺបានដេញតាមទៅកាន់ស៊ូមឹងឡុងបាត់ទៅហើយប៉ៃព្យាយាមដេញតាមទៅពីក្រោយឆ្លងកាត់នៅផ្លូវដ៏វែងឆ្ងាយទីបំផុតគាត់ក៏បានមកដល់ជ្រោះមួយនេះមើលទៅកាន់ខាងក្រោមឡើងងងឹតឈឹងដូចជាមានគ្រោះថ្នាក់ណាស់លីនលៃព្យាយាមស្រែកហៅព្រឹត្តិចារមើលទៅប្រហែលជាពួកគេចុះទៅខាងក្រោមហើយពួកយើងគួរតែរងចាំនៅទីនេះទេប៉ុន្តែលីនលៃគាត់មិននៅចាំទេគាត់ត្រូវតែចុះទៅក្រោមដើម្បីរកមើលប៉ៃព្រឹត្តិចារក៏ប្រាំថាអញ្ចឹងឲ្យប្រយ័ត្នចុះទៅខាងក្រោមបន្តសង្កេតមើលតាមថ្នាក់ឈើនីមួយៗគាត់ក៏បានដឹងពីដាននៃការប្រយុទ្ធក៏ឃើញឈាមផងដែរប៉ៃប្រហែលជាសិតក្នុងគ្រោះថ្នាក់លោតទៅដល់ខាងក្រោមមិនដឹងថាខ្លួនឯងលោតចន់ទៅលើរាងកាយរបស់ពស់នោះទេរហូតដល់វាកន្លោះកត់ធ្លាក់មកដល់ខាងក្រោមហើយនេះហើយគឺជាម្ចាស់រាងកាយនោះធំមែនតើព្រឹត្តិចារប្រាប់ថាវាជាសត្វវេទមន្តកម្រិត7ពស់ថ្លាន់ឆ្កូតបៃតងចង់លេបតបាក់ទៅកាន់លីនលៃគាត់ក៏បានគេចផុតលោតមកខាងក្រោមកំពុងតែគិតថាខ្លួនឯងរួចខ្លួនក៏ប៉ុន្តែមានណានៅខាងក្រោយខ្នងឯណោះគឺមានមួយក្បាលទៀនបើកភ្នែកមកដេញតបាក់ទៅកាន់លីនលៃតែម្ដងធ្វើឲ្យលីនលៃប៉ាងខ្ទាតចូលទៅក្នុងឡាងភ្នំមួយនេះពួកវាក៏មិនបានចូលមកខាងក្នុងដេញតាមលីនលៃនោះទេប្រតិចាអរគុណព្រះជាម្ចាស់លីនលៃក៏ឆ្ងល់នៅទីនេះបែរជាមានរូងភ្នំបែបនេះបន្តដំណើរទៅមុខក៏ស្រាប់តែឃើញវាគឺជាកន្ទុយរបស់ស៊ូមឹងឡុងព្រួយបារម្ភពីប៉ៃខ្លាចមានគ្រោះថ្នាក់ប្រតិចាដឹងថាកន្លែងនេះគឺវាគ្រោះថ្នាក់ខ្លាំងណាស់រៀបនឹងបន្តដំណើរទៅមុខព្រឹត្តិការណ៍ក៏ងាកទៅមកខាងក៏បានឃើញលីនលៃនេះគឺជាស្មៅបេដងខៀវតាមសៀវភៅមរតករបស់គ្រួសារប៉ាឡូខឺវាបានកត់ត្រាប្រវត្តិគ្រួសារនិងអាចកំបាំងទាំងអស់ហ៊ូកឺក៏បានធ្លាប់ប្រាប់លីនលៃថាដរាបណាអ្នកចម្បាំងផឹកនៅលោហិតនាគរាជបរិសុទ្ធអាចប្រែក្លាយទៅជាអ្នកចម្បាំងលោហិតនាគរាជបានប៉ុន្តែកុំសាកល្បងវិធីសាស្ត្រមួយនេះឲ្យសោះមនុស្សគ្រប់គ្នានៅក្នុងគ្រួសារបានសាកល្បងរួចទៅហើយពួកគេគឺបានផ្ទុះខ្លួនស្លាប់ពេលហ្នឹងព្រឹត្តិការណ៍តឺលិនក៏ប្រាំទោះបីជាលោហិតនាគរាជដ៏បរិសុទ្ធវាមានឥទ្ធិពលខ្លាំងក្រោយប៉ុន្តែបើសិនបើយើងយកស្មៅបេដងខៀវផ្សំជាមួយនឹងគ្នាផឹកចូលទៅគឺមានសុវត្ថិភាពពេលហ្នឹងលីនលៃក៏គិតចង់សួរថាតើស្មៅបេដងខៀវនេះវាដោះនៅឯណាប៉ុន្តែពិបាកនិយាយណាស់ព្រោះកន្លែងដែលស្មៅបេដងខៀវវាដោះគឺជាកន្លែងដែលពោពេញទៅដោយគ្រោះថ្នាក់សិតតែរូងនាគខ្លាយ
ងាកមកកាន់ពេលបច្ចុប្បន្នវិញលីនលីក៏បានលើសំឡេងរបស់ប៉ៃប៉ៃនៅខាងមុខពេលគាត់ទៅដំបងឡើយក៏បានឃើញសាកសពរបស់ស៊ូមឹងឡុងបន្ទាប់មកគាត់ក៏បានឃើញប៉ៃប៉ៃកំពុងតែត្រូវបានឡោមព័ទ្ធដោយហ្វូងសត្វស្លាប់ទាំងអស់នេះប៉ៃប៉ៃក៏បញ្ញាប់រត់មករកលីនលីក៏បានប្រើវេទមន្តដីដើម្បីទៅជួយប៉ៃប៉ៃប្រាប់ថាលបងធំបញ្ញាប់ទៅពួកសត្វទាំងអស់នេះពិបាកដោះស្រាយជាមួយណាពេលដែលថយទៅដល់ខាងក្រោយបន្តិចដំបងពួកវាគឺមិនចង់ដេញតាមនោះទេប៉ុន្តែដល់ពេលលីនលីលោតទៅបេះស្មៅបេះដូងខៀវនោះមកតងមកស្រាប់តែពួកវាផ្ទុះកំហឹងតែម្ដងដេញតាមលីនលីទាំងកំហឹងលីនលីស្ទុះរត់ចេញមកដល់ខាងក្រៅឡាងរយ៉ាយក៏បានលោតឡើងទៅលើពួកវាក៏បានបន្តដេញតាមល្បឿនរបស់គាត់គឺមិនអាចប្រៀបធៀបជាមួយនឹងសត្វស្លាបទាំងអស់នឹងបាននោះទេពួកវាក៏បានបំបុកគាត់រហូតដល់ធ្លាក់ចុះមកក្រោមគាត់ក៏បានកវែងប៉ៃទៅប៉ៃប្រើរាងកាយវាយប្រហារទៅកាន់សត្វស្លាបមួយក្បាលនិងរំខានទៅដល់ច្រើនក្បាលទៀតក៏ប៉ុន្តែពួកវាមិនអស់នោះទេបងវាយទិសដៅប្រមូលផ្ដុំគ្នាវាប្រហារបាញ់ចេញនៅដុំភ្លើងសម្ដៅមកកាន់លីនលីដុំភ្លើងជាច្រើនដូចជាគ្រាប់កំភ្លើងធំអញ្ចឹងបាញ់សម្ដៅមកកាន់លីនលីប៉ៃស្រែកឲ្យលបងធំបញ្ញាប់លាក់ខ្លួនមុនសិនទៅវាក៏ស្ទុះទៅប្រើល្បឿនដើម្បីបង្វែងដានទៅកាន់ហ្វូងសត្វស្លាបទាំងអស់នឹងឲ្យវាប្រហារទៅកាន់វាពេលនោះប៉ៃគេឆ្វេងស្ដាំក៏ប៉ុន្តែក៏ត្រូវបានផ្លោងមកគ្រាប់ខ្ទប់ទៅនឹងថ្មប្រែរាងកាយទៅជាតូចវិញចេញពីថ្មហើយក៏បានស្ទុះទៅម្ដងទៀតហើយត្រូវបានមកគ្រាប់ទៀតផ្លោងធ្លាក់ចុះមកក្រោមដដែលលីនលីស្រែកទាំងបារម្ភប៉ៃប្រើវេទមន្តដីបង្កើតទៅជាបន្លាដីនៅលើជញ្ជាំងដាក់វេទមន្តខ្យល់នៅលើខ្លួនដើម្បីទប់លំនឹងលោតឡើងតាមរយៈបន្លាដីទាំងអស់នោះប្រើខែលដីដើម្បីការពារពីការបាញ់ដុំភ្លើងលោតទៅដល់កន្លែងរបស់ប៉ៃកិច្ចសិនប្រើវេទមន្តខ្យល់កំបិតខ្យល់ប្រមាណដើមកាត់ទៅកាន់សត្វស្លាបទាំងអស់នោះប៉ៃក៏បានលោតទៅដៃមកខាងរយ៉ាយក៏បានរំខានទៅដល់សត្វស្លាបផ្សេងទៀតខណៈពេលដែរលីនលីក៏បានប្រើកំបិតខ្យល់វាប្រហារទៅកាន់ហ្វូងសត្វស្លាបទាំងអស់ហ្នឹងឲ្យវាធ្លាក់អស់ 4-5 ក្បាលទៅកំពុងតែវាយប្រហារហ្នឹងក៏ថាមកក្បាលទៀតបានផ្លុំដុំភ្លើងមកតម្រូវឲ្យគាត់ត្រូវទៅកិច្ចពីការបាញ់ចេញនៅដុំភ្លើងទាំងអស់នោះរហូតដល់លីនលីគឺមិនអាចទប់ជំហររបស់ខ្លួនឯងបាននឹងធ្លាក់ចុះទៅក្រោមតោងជាប់ជាមួយនឹងមេឈើមួយនេះមើលទៅប្រតិចាគាត់ថាវាប្រកាសជាខឹងជាមួយនឹងឯងដោយសារតែឯងយកស្មៅបេះដូងខៀវនោះហើយវាប្រហារមកប៉ៃក៏បានតរងទៅលីនលីសម្រាប់ចិនបោះនៅស្មៅបេះដូងខៀវនោះឲ្យទៅកាន់ពួកវាវិញបន្ទាប់ពីទទួលបានពួកវាក៏លែងវាប្រហារនិងចុះទៅកាន់សម្បុករបស់ពួកវាវិញទៅសាច់រឿងនៅក្នុងព្រៃសត្វវេទមន្តនេះគឺថាសត្វមួយក្បាលដូចជាចំនួន dinosaur ចឹងអ្នកនរគ្នាបើសិនជាយើងដាក់អារម្មណ៍មើលទទួលបានរសជាតិបែបហ្នឹងតើអ្នកធានាគិតដូចអត់មានអត់បន្ទាប់ពីមកដល់កន្លែងសុវត្ថិភាពសម្រាប់លាងដៃលាងជើងអស់ហើយលីនលីមិនទាន់ដកដង្ហើមស្រួលបួលផងអាចចំអកប៉ៃនោះវិញគេកំពុងតែរាប់នៅគ្រីស្តាល់សត្វវេទមន្ត345 346 347ហេលបងធំមានស្នូសត្វវេទមន្តរហូតដល់347ប្រកាសជាទិញជើងជ្រូកអាំងបានច្រើនជាមិនខានលីនលីក៏កិនរបស់ទាំងនេះគួរតែអាចមានតម្លៃជាង 70000 កាក់មាសដើមឡើយគាត់ចង់ទទួលបានបទពិសោធន៍ខ្លះនោះទេមិនរំពឹងថាមកទទួលបានប្រាក់ច្រើនបែបនេះសោះប្រហែលខែនេះគឺយើងពិបាកណាស់មើលទៅប្រហែលជាត្រូវត្រឡប់ទៅវិញហើយប៉ៃគេក៏ស្រែកថាត្រឡប់ទៅវិញខ្ញុំមិនទាន់សប្បាយឆ្អែតផងលីនលីក៏ថាឲ្យថាបញ្ហាដែលឯងបង្កវាមិនទាន់គ្រប់គ្រាន់ទៀតចាំយើងមកលេងនៅពេលក្រោយទៀតទេប៉ៃក៏យល់ព្រមប្រតិចាទៅលីនក៏ប្រាប់ថាយើងគិតថាឯងមិនចង់ទៅបេះស្មៅបេះដូងខៀវមុនពេលត្រឡប់ទៅវិញទេមើលទៅលោកតាទៅលីនប្រកាសជាកំពុងតែរៀបចំគិតនៅក្នុងចិត្តរួចទៅហើយប្រហែលជាកំពុងតែបញ្ចុះបញ្ចូលខ្ញុំឲ្យមែនទេក្រៅពីសត្វស្លាបទាំងអស់នោះក៏មានពស់ថ្លាន់ឆ្កូតបៃតងនៅក្នុងជលងភ្នំនឹងដែរហើយនៅមានសត្វចម្លែកគួរឲ្យខ្លាចជាច្រើនទៀតនៅខាងក្រោមខ្ញុំមិនចាំបាច់បញ្ញាប់ទៅទីនោះឥឡូវនោះទេលើពីនេះទៅទៀតទោះបីជាខ្ញុំមានសំណាងគ្រប់គ្រាន់ក្នុងការទទួលបានស្មៅបេះដូងខៀវនេះក៏ដោយកម្លាំងបច្ចុប្បន្នរបស់ខ្ញុំគ្មានវិធីណាដើម្បីអាចសម្លាប់នាគមួយនោះបានដើម្បីទទួលបានលោហិតរបស់វាយកមកផឹកនោះឡើយប្រតិចាក៏សរសើរនៅក្មេងបែបនេះមិនចង់បានភាពជោគជ័យរហ័សពេកឬអត្ថប្រយោជន៍ភ្លាមនោះទេពិតជាមិនអន់លីនលីក៏សួរអញ្ចឹងតើពេលណាទៅខ្ញុំអាចមកទីនេះដើម្បីយកវាបានទៅលីនក៏ប្រាប់ថានៅពេលដែលលីនលីឈានទៅដល់កម្រិត 7មនុស្សម្នាក់ដែលហ្វឹកហាត់ទៅដល់កម្រិត 7គឺអាចប្រើវេទមន្តដើម្បីអាចហោះហើរបានហើយគ្រឿងសឹកបរិសុទ្ធការពារផែនដីវានឹងឡើងទៅដល់កម្រិតត្បូងវេទមន្តជំនួយនៅក្នុងការបង្កើនល្បឿនវាក៏កើនឡើងយ៉ាងខ្លាំងផងដែរដូច្នេះឯងគួរតែមានសមត្ថភាពអាចប្រយុទ្ធជាមួយនឹងនាគនោះបានវាមិនយឺតពេលទេក្នុងការត្រឡប់មកវិញនៅពេលអនាគតនោះត្រង់នេះមានសំបើវងកញ្ចក់បន្តិចនៅពេលដែលលីនលីសាឡបងដើម្បីបញ្ជាក់ពីអ្នកប្រើវេទមន្តកម្រិត 5នៅចុងបញ្ចប់នឹងគឺគាត់បានប្រើនៅគ្រឿងសឹកបរិសុទ្ធការពារផែនដីនេះឯងហើយនៅពេលដែលភាពមុនប្រយុទ្ធជាមួយនឹងចចកខ្យល់ក៏គាត់បានប្រើផងដែរដែលអេដមីនហៅវាថាជាវិញ្ញាណដីពេលហ្នឹងដែលមាន5អញ្ចឹងគឺអេដមីនមិនទាន់ដឹងឈ្មោះរបស់វាគេហៅយ៉ាងណាអញ្ចឹងណាក៏សុំហៅបែបហ្នឹងសិនប៉ុន្តែឥឡូវគឺយើងអាចយល់ហើយដូច្នេះនៅពេលដែលលីនលីឡើងទៅដល់កម្រិត 7គឺគាត់អាចបង្កើនប្រសិទ្ធភាពរបស់វាទៅដល់កម្រិតត្បូងដែរ
ត្រឡប់មកកាន់សាច់រឿងវិញលីនលៃក៏បានដាក់គោលដៅបន្ថែមទៀតហើយវេទមន្តកម្រិត7ខ្ញុំនឹងទៅដល់ឆាប់នេះសាច់រឿងក៏បានបង្ហាញនៅទីតាំងក្នុងព្រៃមានមនុស្សមួយក្រុមបរិសសង្ហាម្នាក់នេះកំពុងតែអាំងត្រីផ្លុំឲ្យត្រជាក់ហោចឲ្យទៅកាន់នារីស្រស់ស្អាតម្នាក់នាងភ្លក់មើលទៅសរសើរថាឆ្ងាញ់ណាស់មនុស្សស្រីម្នាក់ទៀតនាងនិយាយថាខ្ញុំភ័យណាស់ដែលធ្វើដំណើរមកកាន់ព្រៃសត្វវេទមន្តនេះប្រូសក់សសង្ហាម្នាក់នេះខ្ញុំគឺជាអ្នកចម្បាំងកម្រិត5ដោះស្រាយជាមួយនឹងសត្វវេទមន្តកម្រិតទាបនៅទីនេះវាប្រកាសជាគ្មានបញ្ហានោះទេបរិសម្នាក់ទៀតត្រូវហើយយើងគ្រាន់តែដើរតាមលបងធំទេនិយាយមិនតាន់ចប់ផងសំឡេងចេញពីកំពតព្រៃបាទស្ដាប់តែសំឡេងទៅគឺកាចកំណាចមែនតើជ្រូកព្រៃកំណាចមកក្បាលនេះបំបុកមកកាន់ហ្វូងរបស់ពួកគេប្រូសង្ហាម្នាក់ហ្នឹងធ្វើឯងលយណាប្រាប់ទៅកាន់នារីខាងក្រោយថានាងគឺជាអ្នកប្រើវេទមន្តមិនស័ក្តិសមសម្រាប់ការប្រយុទ្ធចិត្តនោះទេលាក់ខ្លួននៅខាងក្រោយសិនទេហៅឲ្យគ្នាគេម្នាក់ទៀតជួយតាក់ទាញចំណាប់អារម្មណ៍របស់អាសត្វវេទមន្តមួយនេះទៅស៊ឺណានវាប្រហាពីចំហៀងនីយ៉ាកំភៃស្លន់ស្លោអាប៉ែមិនហ្នឹងឡើងញ័រជើងទៅហើយវាគឺជាសត្វវេទមន្តកម្រិត5លេនលៃក៏បានមកដល់មើលពីលើចុងឈើផងដែរជ្រូកព្រៃមកក្បាលនេះបញ្ចេញចំហាយភ្លើងពីមាន់ដេញតាមទៅកាន់ប្រូសង្ហាម្នាក់ហ្នឹងអាប៉ែហ្នឹងដាក់មេប្រូចប្រាប់ឲ្យគ្នាបញ្ញាប់ចាត់ការលើហ្នឹងទៅម្នាក់បាញ់ព្រួញម្នាក់ទៀតក៏ត្រូវបានជ្រូកព្រៃបំបុកផ្លោងបាត់ទៅហើយបន្តដេញតាមទៅកាន់ប្រូសង្ហាម្នាក់ហ្នឹងបន្ថែមទៀតកញ្ញាម្នាក់ដែលជាអ្នកប្រើវេទមន្តគេឲ្យលាក់ខ្លួនហ្នឹងនាងឃើញបែបហ្នឹងក៏ចង់ជួយប្រើវេទមន្តដីបង្កើតជាបន្លាដីទៅរារាំងតែបន្លាដីរបស់នាងដូចជាតុនណាស់ជ្រូកព្រៃហ្នឹងបំបុកបែកខ្ទេញបន្តដេញតាមទៅកាន់ប្រូសង្ហាម្នាក់ហ្នឹងទៀតគេបញ្ញាប់ទៅលាក់ខ្លួននៅពីក្រោយដើមឈើពាក្យសម្ដីក្អេងក្អាងមិញហ្នឹងគឺថាបាត់ទៅអស់ហើយឥឡូវភ័យឡើងញ័រជើងបន្ទាប់ពីលាក់ខ្លួនងាកទៅមើលជ្រូកព្រៃមកក្បាលហ្នឹងវាកំពុងតែកំណត់គោលដៅទៅកាន់កញ្ញាដែលជាអ្នកប្រើវេទមន្តដីមិញធ្វើឯងលុយណាស់ចង់ការពារគេឥឡូវរត់ចោលគេតែម្ដងនៅពេលដែលវារៀបនឹងវាប្រហារទៅកាន់កញ្ញាម្នាក់នោះលីនលៃក៏បានលោតមកដាក់វាមកជើងទៅជាមួយនឹងវេទមន្តខ្យល់ស្ទុះឡើងទៅលើជ្រូកព្រៃវាឆ្លេឆ្លារកលីនលៃប៉ុន្តែគាត់នៅខាងលើចុះមកជាមួយនឹងកាំបិតសំប៉ែតនៅក្នុងដៃចាក់ចំចំណុចស្លាប់របស់វាហើយក៏បានដេកដួលនៅនឹងដីនឹងតែម្ដងទៅជះរៀងឡើងសង្ហាចុះមកនាងមិនអីទេសាច់រឿងនៅក្នុងភាគទី10របស់យើងក៏បានស្លេះត្រឹមតែប៉ុណ្ណឹងបើសិនបើអ្នកឡានចូលចិត្តកុំភ្លេចជួយចុច like និង subscribe ឲ្យ admin ម្នាក់មួយផងណាអរគុណច្រើនយើងចាំជួបគ្នានៅវីដេអូក្រោយ